ជាតិផ្សេងយ៉ាងច្រើននោះកំពុងคล้ายទៅជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់ក្រុមអ្នកការពារគុណភាពនិងសុវត្ថិភាពចំណីអាហារយ៉ាងខ្លាំងនៅក្នុងប្រទេសបារាំងតាមទស្សនៈនេះមីកញ្ចប់ត្រូវបានគេចាត់ទុកថាជាអាហារដ៏គ្រោះថ្នាក់ផងនិងដោយសារមូលហេតុច្រើនយ៉ាងនៅលើកញ្ចប់បើតាមរូបនិងការរាយឈ្មោះបញ្ជីគ្រឿងផ្សំគេសង្កេតឃើញថាមីមួយកញ្ចប់អាចបរិភោគជាអាហារបានមួយពេលប្រកបដោយលំនឹងពីព្រោះមានផ្ទុកជាតិ glycid និង protein ក៏ប៉ុន្តែបើគេវិភាគឲ្យបានល្អិតល្អន់និងមើលតារាងអាហារូបត្ថម្ភនៅលើកញ្ចប់មីវិញគឺខុសគ្នាស្រឡះជាឧទាហរណ៍មីឆុងមួយកំប៉ុងរសជាតិសាច់គោមានផ្ទុក glycid តែ10ក្រាម protein តែ 1.9 ក្រាមសម្រាប់សាច់មីក្រៀម100ក្រាមនៅពេលចាក់ទឹកក្តៅចូលទៅមីរីកឆ្អិនអាចទទួលទានបានជាតិ glycid បានឡើងដល់36ក្រាមនិង7ក្រាមជាតិ protein តែប៉ុណ្ណោះជាការប្រៀបធៀបបរិភោគមីឆុងមួយកញ្ចប់គឺស្មើនឹងបរិភោគនំប៉័ងមួយដុំ80ក្រាមហើយស្ទើរតែគ្មានជាតិ protein សម្រាប់យកទៅចិញ្ចឹមសរីរាង្គកាយទាល់តែសោះចំណែកបន្លែវិញកញ្ចប់មីខ្លះគ្មានជាតិបន្លែសោះកញ្ចប់ម៉ាក់ខ្លះទៀតអាចដាក់បន្លែការ៉ុត 1% ឬស្លឹកខ្ទឹម 0.4% ដែលបើគិតជាក្រាមទៅគឺការ៉ុត 3.6 ក្រាមស្លឹកខ្ទឹម 1.4 ក្រាមកាន់តែអាក្រក់ជាងនេះទៅទៀតបន្លែដ៏តិចតួចបំផុតនេះមានទម្រង់ជាបន្លែសម្ងួតដែលបាត់បង់ស្ទើរអស់វីតាមីននិងអាហារូបត្ថម្ភដូច្នេះមីកញ្ចប់មិនមែនជាអាហារប្រកបដោយលំនឹងអាចជំនួសម្ហូបបាយមួយពេលបានទេអ្នកជំនាញផ្នែកអាហារូបត្ថម្ភបារាំងបានហៅមីឆុងថាជាអាហារប្រហោងបរិភោគចូលទៅឆ្អែតពេញពោះតែគ្មានផ្ដល់ជីវជាតិគ្មានវីតាមីនគ្មានអាហារចិញ្ចឹមទេងាយស្រួលធ្វើមែនតែមីឆុងគឺជាផលិតផលអាហារដែលគួរជ្រើសរើសទទួលទានដោយប្រុងប្រយ័ត្នបំផុតពីព្រោះគ្មានគុណភាពផ្នែកអាហារូបត្ថម្ភហើយតែមានបង្កប់គុណវិបត្តិជាច្រើនទៀតគ្មានវីតាមីនគ្មានជីវជាតិផ្នែកអាហារូបត្ថម្ភក៏ប៉ុន្តែតើលោកអ្នកចាប់អារម្មណ៍ទេថាហេតុអ្វីបានជាមីកញ្ចប់មានរសជាតិឆ្ងាញ់ជាប់មាត់យ៉ាងចម្លែកពេលបានញ៉ាំម្ដងហាក់ចង់ញ៉ាំទៀតសឹងដូចញៀននេះគឺបណ្ដាលមកពីមីកញ្ចប់ភាគច្រើនមានផ្ទុកសារធាតុគីមីសិប្បនិម្មិតសម្រាប់លើកក្លិននិងដំឡើងរសជាតិឲ្យបានកាន់តែឆ្ងាញ់ខ្លាំងដោយទៅភ្ញួយប្រព័ន្ធប្រសាទអារម្មណ៍ឲ្យចង់តែបរិភោគដើម្បីឲ្យមីកញ្ចប់មានរសជាតិដូចជាអាហារជប៉ុនពិតៗអ្នកផលិតបានថែមទាំងដាក់បន្ថែមនៅរសជាតិនិងក្លិនសិប្បនិម្មិតហើយម៉ាកខ្លះបានអួតអាងថាគ្មានប្រើសារធាតុគីមីប៊ីជេងគ្លីតាម៉ាតទេតែបែរជាប្រើសារធាតុលើករសជាតិម្យ៉ាងទៀតមិនសូវល្បីឈ្មោះ ribonucleotide diazonique ដែលខ្លាំងជាងប៊ីជេងធម្មតាដល់ទៅ4ទៅ5ដងឯណោះបើតាម website លក់ផលិតផលគីមីសារធាតុផ្សំដាក់បន្ថែមក្នុងកញ្ចប់មីត្រូវបានគេចាត់ទុកថាជារសជាតិទី5គឺរសជាតិ umami រសជាតិដើមដែលមនុស្សលោកធ្លាប់ស្គាល់កន្លងមកមានប្រៃផ្អែមជូរចត់ឬក៏ល្វីងឯ umami គឺជារសជាតិដែលគេទើបរកឃើញនិងមានប្រភពមកពីប្រទេសជប៉ុននិយាយឲ្យចំគឺរសជាតិប្រៃឆ្ងាញ់របស់ប៊ីជេងដាក់រសជាតិនេះចូលគេអាចកាត់បន្ថយបរិមាណសាច់និងបិទបាំងរសជាតិដើមធ្វើឲ្យអាហារមានឲ្យជារសឆ្ងាញ់ទាំងមិនសូវដាក់សាច់ដាក់បន្លែពលគឺប៊ីជេងឬសារធាតុគីមីដំឡើងរសជាតិនេះមិនត្រឹមតែជួយឲ្យអាហារបានកាន់តែឆ្ងាញ់មានជាតិទេតែវាអាចបំផន់អណ្ដាតបដូររសជាតិដោយបង្កើនជាតិផ្អែមនិងរសជាតិទី5ហើយទៅកាត់បន្ថយជាតិជូរចត់ល្វីងនិងប្រៃខាការប្រើប្រាស់សារធាតុគីមីដំឡើងរសជាតិប៊ីជេងមានលក្ខណៈចម្រូងចម្រាសខ្លាំងណាស់សម្រាប់បណ្ដាជននៅអាស៊ីប៊ីជេងគឺជាគ្រឿងផ្សំដែលស្ទើរមិនអាចខ្វះបានក្នុងពេលធ្វើម្ហូបក៏ប៉ុន្តែសម្រាប់អ្នកប្រឆាំងប៊ីជេងជាប់សង្ស័យថាជាសារធាតុគីមីសូដ្យូមដែលអាចបង្កើនហានិភ័យមហារីកនិងបង្កឲ្យមានអាការៈឈឺក្បាលឈួលឡើងកម្ដៅឬចុកទ្រូងគ្រោះថ្នាក់ដ៏ធំមួយទៀតរបស់ប៊ីជេងគឺវាធ្វើឲ្យយើងបរិភោគអំបិលហួសកម្រិតសុខភាពប្រើសារធាតុគីមីលើករសជាតិច្រើនមុខក្នុងបរិមាណដ៏ច្រើនដើម្បីបិទបាំងជាតិប្រៃហើយមីកញ្ចប់មានផ្ទុកសូដ្យូមអំបិលខ្ពស់ខ្លាំងទៀតបើមើលតាមតារាងបញ្ជីរាយគ្រឿងផ្សំមីមួយកញ្ចប់មានផ្ទុកសូដ្យូម 3.1 ក្រាមដែលស្មើនឹងពាក់កណ្ដាលនៃសេចក្តីត្រូវការប្រចាំថ្ងៃរបស់សរីរាង្គកាយទៅហើយមានជាតិអំបិលសូដ្យូមច្រើននិងញឹកញយពេកនៅក្នុងខ្លួនយូរទៅអាចជាដើមហេតុធ្វើឲ្យមានជំងឺសម្ពាធឈាមនិងបញ្ហាតម្រងនោមក្នុងមួយថ្ងៃសរីរាង្គកាយមនុស្សត្រូវការអំបិលតែ5ទៅ6ក្រាមតែប៉ុណ្ណោះនេះបើតាមអង្គការសុខភាពពិភពលោកឯផលវិបាកភ្លាមយើងតែងតែមានអារម្មណ៍ស្រេកទឹកឬស្ងួតមាត់ក្រោយការបរិភោគមីឆុងឬក្រោយទៅបាយហាងដែលប្រើម្សៅស៊ុបលើករសជាតិប៊ីជេងច្រើនពេកក្រៅអំពីប្រៃខ្លាំងតែបិទបាំងដោយសារធាតុគីមីបន្ថែមរសជាតិមីកញ្ចប់មានផ្ទុកជាតិអាស៊ីតខ្លាញ់អាក្រក់ដែលអាចបង្កើនគ្រោះកើតជំងឺឡើងខ្លាញ់ក្នុងឈាមទៀតជាទូទៅមីកញ្ចប់មានផ្ទុកជាតិខ្លាញ់ចម្រាញ់ចេញពីដូងប្រេងជាតិអាមីដុងកែច្នៃជាតិផ្សំបន្ថែមក្នុងបរិមាណដ៏ច្រើនខ្លាំងណាស់មិនតែប៉ុណ្ណោះមីឆុងខ្លះមានផ្ទុកដល់ទៅ14មុខជាតិនិងគ្រឿងផ្សំគីមីដែលគេចាត់ទុកថាអាចបង្កបញ្ហាដល់សុខភាពនិយាយឲ្យចំគឺជាគ្រឿងផ្សំដ៏គ្រោះថ្នាក់ផងនិងគ្រឿងផ្សំដែលហាមឃាត់ផងពីព្រោះវាជាភ្នាក់ងារជាប់សង្ស័យថាអាចបង្កឲ្យមានជំងឺអាឡែហ្ស៊ីនិងជំងឺមហារីកកាន់តែគួរឲ្យភ្ញាក់ផ្អើលខ្លាំងថែមទៀតសារធាតុគីមីដែលមានឈ្មោះថា butyrylquinone ចម្រាញ់ចេញពីឧស្សាហកម្មប្រេងកាតក៏មានប្រើប្រាស់ជាធាតុផ្សំនៅក្នុងមីកញ្ចប់ដែរសារធាតុគីមីនេះត្រូវបានគេយកមកប្រើប្រាស់ដើម្បីអាចរក្សាទុកផលិតផលមីឆ្អិនស្រាប់ឲ្យបានយូរក្នុងតម្លៃដ៏ថោកបំផុត
ជាតិគីមីប្រើសម្រាប់រក្សាគុណភាពអាហារបានយូរនេះដែលជាប់បំរាមផងមិនឲ្យប្រើប្រាស់នៅក្នុងប្រទេសខ្លះជាសារធាតុពិបាករំលាយណាស់សម្រាប់ប្រព័ន្ធរំលាយអាហាររបស់មនុស្សក្រពះពោះវៀនរបស់មនុស្សខ្លះមិនអាចកាន់បំផ្លែងមីកញ្ចប់នេះបានទេឯថ្លើមក៏មិនអាចស្រូបបំផ្លែងជាតិគីមីដ៏ច្រើននៅក្នុងសាច់មីនេះបានដែរតែជាតិគីមីនេះអាចទៅកម្ចាត់បាក់តេរីល្អនៅក្នុងពោះជាហេតុធ្វើឲ្យយន្តការរំលាយអាហារត្រូវរងការរំខានហេតុដូច្នេះហើយបានជាពេលបរិភោគមីហើយអ្នកខ្លះនៅមានអារម្មណ៍ថាចោកច្អល់ពេញពោះជាចុងក្រោយសូមប្រយ័ត្នចំពោះកញ្ចប់គ្រឿងនិងខ្លាញ់នៅក្នុងកញ្ចប់មីជាកញ្ចប់ដ៏តូចស្ទើរមិនអាចខ្វះបានវាជាលបាយប្រេងស្ករពោតរសជាតិប៊ីចេងនិងជាតិដែលហាមឃាត់ជាច្រើនអ្នកជំនាញអាហារូបត្ថម្ភបារាំងបានណែនាំមិនឲ្យប្រើប្រាស់គ្រឿងកញ្ចប់នេះទេប្រសិនបើអ្នកចង់ពិសាមីឆុងមិនអមកាលមិនជាថ្មីឬក៏មិនដូច្នេះទេសូមដាក់ជំនួសមកវិញនៅបន្លែស្រស់ឬក៏សាច់ឬក៏ពងមាន់ដើម្បីដំឡើងរសជាតិនិងដំឡើងវីតាមីននៅចំពោះមុខបរិមាណជាតិអំបិលនិងខ្លាញ់ដ៏ខ្ពស់របស់គ្រប់មីកញ្ចប់អ្នកមានជំងឺលើសឈាមជំងឺសរសៃឈាមបេះដូងឬមានបញ្ហាតម្រងនោមព្រមទាំងក្មេងៗនិងកុមារមិនគួរបរិភោគមីឆុងទេការសិក្សារបស់ Korean National Health and Nutrition Examination បានបង្ហាញឲ្យឃើញថាការបរិភោគមីកញ្ចប់លើសពី2 ដងក្នុងមួយសប្តាហ៍បង្កើនគ្រោះមានរោគសញ្ញាមេតាបូលិកដល់ទៅ 68%